សួស្តីសូមមកកាន់ Tech Original ថ្ងៃនេះគឺយើងមកបន្តមេរៀនទៀតទាក់ទងនឹងការបង្កើតប្រយោគភាសាចិនជាមួយនឹង Tech Original បាទចឹងដើម្បីទទួលបាននៅមេរៀនល្អៗក៏ដូចជាសន្ទនាពិសេសបាទទាក់ទងនឹងការរៀនភាសាចិនបងប្អូនកុំភ្លេចជួយចុច Subscribe Channel Tech Original បាទចឹងកុំឲ្យខាតពេលបងប្អូនយូរតទៅតាមដានទាំងអស់គ្នាបាទចឹងយើងចូលដល់មេរៀនរបស់យើងប្រយោគទី1របស់យើង尽管工作很忙他还是坚持每天学习中文បាទយើងអានម្ដងទៀត尽管工作很忙他还是坚持每天学习中文យើងប្រែថាទោះបីការងាររវល់ខ្លាំងក៏ដោយក៏គាត់នៅតែតស៊ូរៀនភាសាចិនបាទយើងបកម្ដងទៀតទោះបីជាការងាររវល់ខ្លាំងក៏ដោយក៏គាត់នៅតែតស៊ូរៀនភាសាចិនបាទចឹងសម្រាប់ពាក្យពិសេសយើងនឹងដាក់នៅtrongវីដេអូចឹងដើមវីដេអូរបស់យើងគឺយើងរៀនអំពីប្រយោគសិនបាទចឹងយើងចូលប្រយោគទី2របស់យើង如果你不主动练习口语你的中文水平很难提高បាទយើងអានម្ដងទៀត如果你不主动练习口语你的中文水平很难提高បាទយើងប្រែថាបើអ្នកមិនហាត់និយាយដោយខ្លួនឯងទេកម្រិតភាសាចិនរបស់អ្នកនឹងពិបាករីកចម្រើនបាទយើងប្រែម្ដងទៀតបើអ្នកមិនហាត់និយាយដោយខ្លួនឯងទេកម្រិតភាសាចិនរបស់អ្នកនឹងពិបាករីកចម្រើនបាទអញ្ចឹងយើងចូលដល់ប្រយោគទី3របស់យើង无论遇到什么困难我们都不能轻易放弃自己的梦想បាទយើងអានម្ដងទៀត无论遇到什么困难我们都不能轻易放弃自己的梦想យើងប្រែថាមិនថាជួបការលំបាកអ្វីក៏ដោយយើងមិនត្រូវបោះបង់ក្តីសុបិនរបស់ខ្លួនដោយងាយឡើយបាទយើងប្រែម្ដងទៀតមិនថាជួបការលំបាកក៏ដោយយើងមិនត្រូវបោះបង់ក្តីសុបិនរបស់ខ្លួនឯងដោយងាយឡើយបាទអញ្ចឹងយើងមើលប្រយោគទី4របស់យើង只要不多努力才能实现自己的目标只要不多努力才能实现自己的目标បាទមានន័យថាមានតែការខិតខំជាបន្តបន្ទាប់ប៉ុណ្ណោះទើបអាចសម្រាប់គោលដៅរបស់ខ្លួនបានបាទអញ្ចឹងយើងមើលប្រយោគទី5របស់យើង与其抱怨生活不如努力改变自己បាទអានឡើងទៀត与其抱怨生活不如努力改变自己បាទមានន័យថាជាជាងត្អូញត្អែអំពីជីវិតគួរតែខិតខំផ្លាស់ប្ដូរខ្លួនឯងវិញបាទយើងប្រែម្ដងទៀតជាជាងត្អូញត្អែអំពីជីវិតគួរតែខិតខំផ្លាស់ប្ដូរខ្លួនឯងវិញបាទឥឡូវនេះគឺយើងចូលមកដល់ពាក្យសំខាន់បាទអញ្ចឹងយើងរៀនពាក្យទាំងអស់គ្នាបាទជីងគួនបាទជីងគួនយើងប្រែថាទោះបីជាហើយស៊ឺបាទហើយស៊ឺប្រែថានៅតែ坚持បាទ坚持យើងប្រែថាតស៊ូ每天បាទ每天យើងប្រែថារាល់ថ្ងៃ如果បាទ如果យើងប្រែថាប្រសិនបើ主动បាទ主动មានន័យថាដោយខ្លួនឯង口语បាទ口语មានន័យថាភាសានិយាយ提高បាទ提高យើងប្រែថាបង្កើនបាទយើងបន្តពាក្យយើងទៀត遇到បាទ遇到យើងប្រែថាជួប困難យើងប្រែថាការលំបាក放弃បាទ放弃យើងប្រែថាបោះបង់梦想បាទ梦想យើងប្រែថាក្តីសុបិនបាទយើងមើលពាក្យយើងទៀតពុតនបាទពុតនយើងប្រែថាជាបន្ត实现បាទ实现យើងប្រែថាសម្រាប់目标បាទ目标យើងប្រែថាគោលដៅbảo dưỡngបាទbảo dưỡngយើងប្រែថាត្អូញត្អែ
cải biến មានន័យថាផ្លាស់ប្ដូរបាទចឹងសម្រាប់ពាក្យសំខាន់យើងមានតែប៉ុណ្ណឹងបាទចឹងនៅក្នុងមេរៀននេះក៏បានដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីមេរៀនមួយនេះបាទចឹងដើម្បីទទួលបានវីដេអូមុនគេពី Tech Original កុំភ្លេចជួយចុច Subscribe សូមអរគុណ